សួស្តីអ្នកគ្នាចឹងនេះគឺជា podcast ទី1របស់ខ្ញុំហើយដែលនៅក្នុង podcast មួយនេះខ្ញុំនឹងចែកលេខនៅបទពិសោធន៍មួយចំនួនទៅកាន់បងឬក៏បងៗដែលគាត់ចង់ធ្វើការងារនៅក្នុងផ្នែកជា programmer ឬក៏ web developer ម្នាក់អញ្ចឹងដោយសារតែបច្ចុប្បន្នខ្ញុំក៏ទើបតែចូលបម្រើការងារឬក៏ធ្វើការងារនៅក្នុងវិស័យនឹងបានតិចតួចដែរទេអញ្ចឹងក៏មានបទពិសោធន៍មួយចំនួនដើម្បីចែកលេខជាពិសេសខ្ញុំចង់បដោតសកម្មទៅលើបងក៏ដូចជាបងប្អូនដែលគាត់ទើបនឹងសិក្សានៅលើផ្នែកជំនាញហ្នឹងមានន័យថាគាត់នឹងទើបនឹងចូលរៀនអត់ទាន់បានមានការងារធ្វើលើផ្នែកហ្នឹងទេហើយអនាគតពួកគាត់ចង់ធ្វើការនៅខាងហ្នឹងខ្ញុំក៏មាន tip មួយចំនួនតូចដែលចង់ចែកជូនឬក៏ជាគំនិតត្រេះរិះពិចារណាអញ្ចឹងបើកន្លែងណាដែលល្អយើងអាចស្ដាប់យកជាគំនិតពិចារណាទៅហើយកន្លែងណាដែលគិតថាខ្ញុំជាត្រឹមត្រូវអញ្ចឹងយើងអាចគិតទៀតទៅអញ្ចឹងចាំបើសិនជាបងឬក៏បងប្អូនដែលទើបនឹងចាប់ផ្ដើមចង់ដើរលើវិស័យនឹងដែរដឹងហើយថាបច្ចុប្បន្នទៅណាក៏ឮតែពាក្យថា AI នេះជួយរឿងនេះ AI នោះជួយរឿងនោះហើយមានមតិពីសំណាក់បងប្អូន marketing មួយចំនួនគាត់ហ៊ានចែកលេខវីដេអូឬក៏ហ៊ាននិយាយថាគាត់អត់ចេះកូដផងគាត់អាចបង្កើតនៅប្រដាកមួយប្រដាកនេះខ្ញុំចង់សម្ដៅថាគាត់អាចបង្កើតនៅ website ឬក៏ web system ឬក៏ mobile app អីចឹងដោយអត់ចាំបាច់ចេះសរសេរកូដទេគាត់គ្រាន់តែសរសេរ prompt ឲ្យ AI ទៅ AI វា generate ឬក៏វាធ្វើរឿងហ្នឹងឲ្យគាត់ចឹងទៅចឹងបច្ចុប្បន្នខ្ញុំអត់បានបដិសេធទេថាវាធ្វើគាត់បានប៉ុន្តែនៅក្នុងកម្រិតដែលខ្ញុំនឹងនិយាយនៅខាងមុខបន្តទៀតចឹងអញ្ចឹងខ្ញុំចង់ប្រាប់ទៅកាន់បងឬក៏បងប្អូនដែលគាត់ចង់ចាប់ផ្ដើមដល់លើវិស័យហ្នឹងដែរកុំបាច់ភ័យព្រួយអីថាAI ហ្នឹងវាអាចជំនួសការងាររបស់បងឬក៏បងប្អូនបានអញ្ចឹងដោយសារតែឥឡូវនេះខ្ញុំធ្វើលើមុខជំនាញហ្នឹងស្រាប់ហើយបច្ចុប្បន្នការងារនៅតែធម្មតាខ្ញុំនឹងនិយាយថាហេតុអីបានជាធម្មតាអញ្ចឹងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំក៏ប្រើ AI ដែរហើយក្នុងផ្នែក system របស់ខ្ញុំនៅក្នុងផ្នែកខ្ញុំដែលខ្ញុំចូលទៅបម្រើការងារហ្នឹងគឺនៅក្នុងផ្នែក system អញ្ចឹងខ្ញុំកាន់ system បង្កើត system maintenance system មើលថែសម្រួលវាអីតាមនឹងអញ្ចឹងការងារទាំងអស់ខ្ញុំធ្វើអញ្ចឹងទៅហើយបើមាន client ក៏តាក់ទងនឹងធ្វើគេហទំព័រធ្វើអីទៀតហ្នឹងក៏ពួកខ្ញុំនឹងគ្នាធ្វើអញ្ចឹងទៅអញ្ចឹងបច្ចុប្បន្ននៅក្នុងក្រុមហ៊ុនរបស់ខ្ញុំក៏ទិញនៅ subscription ដូចខាងខ្ញុំអញ្ចឹងផ្នែក system ក្រុមហ៊ុនគាត់ចំណាយទៅលើការទិញនៅ cloud ឲ្យក្រុមឬក៏ team របស់ខ្ញុំហ្នឹងប្រើប្រាស់តែម្ដងអញ្ចឹងហេតុអីបានជាក្រុមហ៊ុនទាំងអស់នោះគាត់ចំណាយទៅលើអាហ្នឹងដោយសារតែបច្ចុប្បន្នដឹងស្រាប់ហើយថា AI វាធ្វើការងារបានលឿនហើយអញ្ចឹងទៅបច្ចេកមួយចំនួនដែលត្រូវចំណាយពេល6ខែឬក៏អាចឈានចូលដល់1ឆ្នាំអីហ្នឹងវាកាត់បន្ថយពី6ឬក៏5 4ខែហ្នឹងវាចុះបន្ថយមកនៅត្រឹមតែ1ខែ2ខែឬក៏3ខែអីចឹងបច្ចេកឬក៏ប្រដាច់ហ្នឹងត្រូវបានដាក់ឲ្យប្រើប្រាស់អញ្ចឹងទៅអញ្ចឹងការធ្វើការងារលឿនហ្នឹងគឺដោយសារតែ AI អញ្ចឹងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំប្រើ AI អញ្ចឹងហេតុឲ្យបានជាចាំបាច់មានបុគ្គលិកក្នុងមួយ team ហ្នឹងមាន 4-5 នាក់អញ្ចឹងហេតុផលគឺដោយសារតែចេះទេនៅក្នុង team របស់ខ្ញុំមាន2អ្នកជា programmer អញ្ចឹងហើយយើងមិនតែនឹងយើងធ្វើអីដូចខ្ញុំរៀបរាប់ខាងលើអញ្ចឹងទៅអញ្ចឹងមានហេតុផលចំនួនដែលខ្ញុំគិតថា AI បច្ចុប្បន្ននេះនៅពេលដែលយើងចង់ឲ្យវាធ្វើអីមួយអញ្ចឹងគឺយើងសេប្រំប្រាប់វាថាអូខេខ្ញុំចង់បាននេះខ្ញុំចង់បាននោះអញ្ចឹងវាចាប់ផ្ដើមធ្វើឲ្យយើងហើយប៉ុន្តែអីដែលវាធ្វើឲ្យហ្នឹងគឺជា result ហ្នឹងគឺវាអត់ល្អសម្រាប់ខ្ញុំមើលឃើញអញ្ចឹងខ្ញុំចង់ប្រាប់ថាបើបងប្អូនដល់លើវិស័យហ្នឹងបងប្អូនត្រូវតែរៀនពីមូលដ្ឋានគ្រឹះរបស់កូដដោយសារតែនៅពេលដែលយើងឲ្យ AI វាធ្វើការវានឹងចាប់ផ្ដើមធ្វើឲ្យយើងប៉ុន្តែចង់បញ្ជាក់ថាយើងត្រូវពិនិត្យមើលកូដដែល AI បានធ្វើឲ្យយើងអញ្ចឹងបើសិនជាយើងអត់ចេះមូលដ្ឋានគ្រឹះហ្នឹងទេហើយយើងចាប់ផ្ដើមប្រើ AI វាធ្វើឲ្យយើងតែម្ដង
result ឬក៏លទ្ធផលដែលទទួលបានហ្នឹងគឺវាអាចទទួលយកបានទេឬក៏អាចនិយាយបានថាវាមើលទៅលក្ខណៈថាវាអត់គ្រប់គ្រាន់ហើយកូដដែលវាសរសេរពេលខ្លះក៏ជា repeat code ហើយកូដមួយចំនួនយើងត្រូវកែសម្រួលឲ្យវាល្អទៀតអញ្ចឹងខ្ញុំនៅពេលដែលខ្ញុំសរសេរ prompt ឲ្យវាប្រើប្រាស់គឺវាធ្វើការងារឲ្យនឹងមែនហើយបន្ទាប់មកទៀតយើងត្រូវមើលនៅ result ថា result ដែលវាផ្ដល់ឲ្យហ្នឹងគឺវាចេញបែបណាហើយនឹងយើងធ្វើការ testing ហើយនៅពេលដែល result វាអត់ល្អយើងត្រូវការសរសេរ prompt ម្ដងហើយម្ដងទៀតការសរសេរបែបហ្នឹងនៅពេលដែលបច្ចេកតូចអត់អីទេនៅពេលដែលបច្ចេកធំគឺ AI វាត្រូវការទៅ read នៅទិន្នន័យកូដរបស់យើងទាំងអស់ហ្នឹងហើយវាអត់ស្គាល់ទេវាត្រូវការទៅកែគ្រប់ចន្លោះពេលខ្លះវាទៅកែចំកន្លែងដែលមិនគួរកែទៀតហើយវាកែរួចហើយគឺមានបញ្ហាបន្ថែមទៀតចឹងពេលខ្លះវា generate មកក៏បានត្រឹមត្រូវល្អអញ្ចឹងទៅហើយនៅពេលដែលយើងចាប់ផ្ដើមចង់ធ្វើអីមួយបន្ថែមទៀតយើងចង់ទៀតយើងសេ prompt ទៀតវាចាប់ផ្ដើមធ្វើរឿងបន្តទៀតហើយអាការធ្វើរឿងហ្នឹងហើយដែលវាធ្វើឲ្យច្រឡូកច្រឡំឬក៏ច្រឡូកច្បល់កូដធ្វើឲ្យកូដហ្នឹងវាញ៉ៃញ៉ៃពិបាកមើលហើយនេះហើយជាហេតុផលដែលបើថាយើងដើរលើវិស័យនេះហើយយើងពឹងទៅលើ AI យើងអត់មានមូលដ្ឋានគ្រឹះកូដហ្នឹងគឺចប់ហើយបច្ចេកយើងអាច build បានប៉ុន្តែយើងមិនប្រកាសថាបច្ចេកហ្នឹងវាដំណើរការល្អឬក៏ត្រឹមត្រូវតាមក្បួនខ្នាតនៃ production ដែលគួរចេញឲ្យប្រើប្រាស់បានទេហើយមួយទៀតយើងក៏ត្រូវការចំណាយពេលនៅក្នុងការកែអីមួយអញ្ចឹងបើសិនជាបច្ចេកធំ AI ក៏មិនអាចជួយយើងបានដែរហើយបើបច្ចេកតូចអត់សើអីទេបញ្ហាដែលខ្ញុំជួបហ្នឹងសម្រាប់បញ្ហាដែលខ្ញុំជួបហ្នឹងគឺសម្រាប់បច្ចេកតូចឬក៏អីដែល start up ដំបូងយើងអាចប្រើប្រាស់វាបានហើយបន្តមកទៀតយើងអត់អាចពឹងលើវាទេមានន័យថានៅពេលដែលយើងចង់ធ្វើអីមួយយើងគ្រាន់តែសួរផ្នែកនឹងមកបន្តមកទៀតឲ្យវាធ្វើអីមួយជា example បន្ទាប់ពីបានហើយគឺយើងចាប់ផ្ដើម copy ហើយយើងកែតម្រូវហើយយើងមើលកូដនឹងថាការធ្វើរបស់វាហ្នឹងគឺត្រឹមត្រូវអត់អញ្ចឹងផ្នែកនេះហើយដែលជាចំណុចឈ្នះរបស់យើងអញ្ចឹងបងប្អូនអត់ចាំបាច់ភ័យព្រួយបារម្ភទេជាពិសេសគឺ workflow នៃការងារflow នៃការងារនិង contact មានន័យថា AI បច្ចុប្បន្នវាអត់ទាន់អាចធ្វើរឿងទាំងអស់នឹងបានអញ្ចឹងបងប្អូនអាចឬក៏បងអាចគិតថាថ្មីទៅមិនចាំបាច់ភ័យថា AI ហ្នឹងគឺវាមួយចំនួនទេគ្រាន់តែការងារនៅក្នុងផ្នែកនេះខ្ញុំថាបច្ចុប្បន្នទេបច្ចុប្បន្ននេះគឺការងារផ្នែកហ្នឹងវាហត់នឿយបន្តិចហើយពេលខ្លះក៏ទទួលបាននៅពាក្យដែលមិនសមរម្យនឹងការទទួលឬក៏ស្ដាប់អញ្ចឹងជាអ្នកខ្លះក៏និយាយថាការងារប៉ុណ្ណឹងសោះហេតុអីក៏ធ្វើយូរម៉េចការងារទូចប៉ុណ្ណឹងសោះហេតុអីក៏ធ្វើយូរម៉េចអញ្ចឹងក៏ថាគ្រាន់តែសេប្រមបន្តិចទៅគេរងចាំទៅការងារមួយហ្នឹងវាចប់ហើយអញ្ចឹងតែអីដែលគាត់អត់ដឹងហ្នឹងគឺអ្នកដែលទទួលបានពាក្យបែបហ្នឹងនៅពេលដែលទទួលបាននៅពាក្យទាំងអស់ហ្នឹងខ្ញុំអត់ដែលខឹងឬក៏ស្អប់ពួកគាត់ទេខ្ញុំអាចចាត់ទុកពួកគាត់ថាដោយសារតែគាត់អត់ទាន់យល់ច្បាស់អញ្ចឹងទៅប្រហែលជាគាត់ត្រូវការបើគាត់ចង់តែ deal គាត់គួរតែរៀននៅក្នុងវិស័យហ្នឹងដែរអញ្ចឹងហើយអ្នកដែលរៀនវិស័យដូចគ្នាហើយអ្នកដែលរៀនវិស័យដូចគ្នាប្រហែលជាគាត់អត់និយាយនៅពាក្យហ្នឹងចេញបានទេមានតែអ្នកអត់បានសិក្សាឬក៏រៀនហ្នឹងទេដែលបច្ចុប្បន្នហ្នឹងគាត់ឃើញគេចែករំលែកថា AI នេះធ្វើរឿងនេះបាន AI នឹងធ្វើរឿងនោះបានដោយពួក marketing ខ្លះគាត់ក៏យកការ generate prompt របស់គាត់នៅក្នុង Google Studio ដូចខ្ញុំ example អញ្ចឹងគាត់វាយ prompt ទៅវាចាប់ផ្ដើម generate ឲ្យអញ្ចឹងធ្វើបានក៏គាត់អួតតែក៏គាត់អួតចេះអួតចោះទៅហើយអាហ្នឹងខ្ញុំអត់ប្រកាន់អីទេហើយអ្នកដែលរៀនជានេះនោះគាត់ក៏អត់ចេញមតិប្រតិកម្មអីទេឲ្យគាត់ធ្វើតាមនឹងទៅតែបដាកមួយហ្នឹងបើសិនជាអ្នកណាដែលគាត់ទៅជួលឬក៏ចង់ទទួលសេវាកម្មពីពួកគាត់ហ្នឹងដឹងតែចប់ហើយនៅក្នុង project ហ្នឹងពេលដែលធ្វើរួចហើយចង់កែប្រែសារថ្មីហើយចាប់ផ្ដើមជួល developer ក៏មិនមានណាគេទៅ read នៅភាសាឬក៏ code របស់គាត់ហ្នឹងម្ដងទៀតដែរព្រោះយើងត្រូវ review code មានន័យថា code ទាំងអស់នៅពេលដែលយើងចង់បន្ថែមនៅ feature ឬក៏បន្ថែមអីមួយយើងត្រូវតែស្វែងយល់នៅ code ហ្នឹងឲ្យច្បាស់ឬបានយើងចាប់ផ្ដើម update ហើយបច្ចុប្បន្នហ្នឹងដោយសារតែអញ្ចឹងហើយអ្នកនរគ្នា
នៅពេលដែល project កាន់តែធំទៅឬ scale កាន់តែធំទៅការបន្ថែមនៅ feature ឬក៏បន្ថែមអីមួយនៅក្នុងហ្នឹងវារៀងកាន់តែបាក់ឬក៏ចំណាយពេលហ្នឹងកាន់តែយូរហើយចំណាយការប្រើប្រាស់ AI ឲ្យវាជួយទៅធ្វើរឿងនៅធំទាំងអស់ហ្នឹងវាអត់អាចជួយធ្វើបានទេហើយពេលខ្លះវាអាចនឹងជួយទៅបំផ្លាញនៅ project របស់យើងទៀតអញ្ចឹងហានិភ័យកើតមានឧទាហរណ៍ថានៅពេលដែល production មួយកំពុងតែបើកដំណើរការអញ្ចឹងទៅស្រាប់តែមានណាគេមួយគាត់ទៅធ្វើ run prom ហើយក៏គាត់ update នៅ production មួយនឹងដាក់ feature ថ្មីមួយហើយដោយប្រើប្រាស់ AI គាត់ឲ្យបានស្វែងយល់ពី code មួយនឹងអញ្ចឹងអា production មួយនឹងចេញទៅពេលខ្លះវា fail ពេលខ្លះវាចូលទៅច្បុកច្បល់មានថាការសរសេរ code នឹងខុសការបង្កើតតម្លៃអីមួយទៅមានបញ្ហាអញ្ចឹងនៅពេលដែលមានបញ្ហាទៅគឺអាហ្នឹងគឺដោយសារអីគឺដោយសារតែខ្វះមូលដ្ឋានគ្រឹះ code ហ្នឹងឯងអញ្ចឹងអត់យល់ពីនេះច្បាស់យើងប្រើតែ AI គឺចប់ហើយ project ហ្នឹងតើតើនឹងបញ្ហា security ឬក៏ performance របស់production ហ្នឹងគឺវាសំខាន់មែនទេអ្នកនរគ្នាខ្ញុំអាចនិយាយបានថាសំខាន់ខ្លាំងដោយសារតែ security បើយើងធ្វើវាអត់បានល្អទេមានការជាចូលមកអញ្ចឹងនឹងបាក់ហើយបើទិន្នន័យជាទិន្នន័យដែលសំខាន់ឬក៏អីអញ្ចឹងគឺពិបាកមកហើយជាពិសេស performance នៅពេលដែលដាក់ production នៃគេប្រើប្រាស់ហើយ performance វាដំណើរការល្អបានតែដំបូងហើយចាប់ផ្ដើមនៅពេលដែលមានទិន្នន័យ data ច្រើនទៅចាប់ផ្ដើមពិបាកមានន័យថា project ហ្នឹងវាperformance របស់វាហ្នឹងវាធ្លាក់ចុះខ្លាំងអញ្ចឹងអារឿងទាំងអស់ហ្នឹងហើយដែលបច្ចុប្បន្នខ្ញុំនៅ maintenance នៅធ្វើវាហ្នឹងឬក៏តេស្តរហូតឲ្យ product មួយហ្នឹងវាដំណើរការមានន័យថាវាត្រូវដំណើរការរហូតល្អរហូតជាប់អញ្ចឹងឧទាហរណ៍ថា production មួយហ្នឹងត្រូវ build ឡើងដោយ AI ហើយគេចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ហើយមានអ្នកប្រើប្រាស់អីចឹងទៅចុះឧទាហរណ៍ថាថ្ងៃណាមួយវាមានបញ្ហាអីទៅតើណាអ្នកទទួលខុសត្រូវរឿងហ្នឹងអញ្ចឹងបើសិនជាថាឲ្យដោយសារតែ AI អញ្ចឹងចង់ឲ្យ AI ទទួលខុសត្រូវរឿងហ្នឹងអត់មានហេតុផលអីទេចឹងជាចំណុចដែលឈ្នះច្រើនខ្ញុំគិតថាអ្នកដែលគាត់ដើរនៅក្រោយកុំបាច់តន់ភ័យឬក៏ព្រួយបារម្ភអីគ្រាន់តែបើបច្ចុប្បន្នដូចថាអញ្ចឹងការងារមួយហ្នឹងរៀងហត់តិចដោយសារតែយើងឲ្យ AI ឲ្យធ្វើអីបណ្ឌិតកូដអញ្ចឹងទៅវាមានអារម្មណ៍ថាវាអស់អធមពលនៅក្នុងការធ្វើរឿងហ្នឹងវាពីមួយថ្ងៃទៅមួយថ្ងៃវាហត់នឿយទាំងការធ្វើហត់នឿយនឹងពាក្យសម្ដីនៅខាងក្រៅអញ្ចឹងទៀតទៅអញ្ចឹងបើចង់ដើរលើវិស័យហ្នឹងអត់មានបញ្ហាទេពួក AI វានៅតែធ្វើអត់បានអញ្ចឹងសម្រាប់ project ដែលធំនៅអ្នកនរគ្នាដឹងស្រាប់ហើយថាក្រុមហ៊ុនធនាគារអីអញ្ចឹងដែលគេបង្កើតនៅ product មួយអញ្ចឹងគេអត់អាចប្រើប្រាស់ AI ហ្នឹងជាមួយជំនួសមនុស្សបានទេត្រូវការមនុស្សនៅ maintenance នៅមើលវារហូតអញ្ចឹងហើយមិនមែនតែ project បែបធនាគារ project មួយចំនួនទៀតច្រើនណាស់អ្នកនរគ្នាអញ្ចឹងកុំបាច់ភ័យព្រួយបារម្ភថាអូខេខ្ញុំរៀននៅលើវិស័យហ្នឹងហើយអនាគតទៅខ្លាច AI ហ្នឹងវាហើយនឹងផ្លាស់ប្ដូរឬក៏តម្លៃរបស់យើងតម្លៃជា developer របស់យើងហ្នឹងគឺធ្លាក់ចុះអញ្ចឹងអត់ចាំបាច់ភ័យព្រួយថាវាធ្លាក់ចុះទេហើយយើងក៏អត់ចាំបាច់សម័យទេប៉ុន្តែគ្រាន់តែក្នុងសម័យ AI នេះវាត្រូវការប្រកួតប្រជែងហ្នឹងខ្ពស់ខ្លាំងមែនទែនអញ្ចឹងការដើរតាមឬក៏ការជាពិសេសគឺការដើរតាមនៅ technology មួយអញ្ចឹងវារៀងពិបាកឬក៏ហត់នឿយសម្រាប់យើងត្រូវប្រកួតឲ្យខ្លាំងបន្តិចបានយើងអាចទទួលបាននៅចំណូលហ្នឹងខ្ពស់ដែរបើនិយាយពីបែបចំណូលបងប្អូនប្រហែលជាគាត់គិតថាខ្ញុំមានចំណូលឬក៏ចំណូលចិត្តខាងនឹងអញ្ចឹងការសេកូជួយចិត្តប្រើប្រាស់កុំព្យូទ័រអញ្ចឹងខ្ញុំរៀនជំនាញនឹងហ្មងទៅណាមួយឃើញតែទីផ្សារការងារមានច្រើនដែរពីមុនអញ្ចឹងហើយប្រាក់ចំណូលក៏បានច្រើនអញ្ចឹងខ្ញុំរៀនអានឹងទៅហ្មងការគិតបែបហ្នឹងអត់មានអីខុសទេគ្រាន់តែវាមិនទាន់ត្រឹមត្រូវពេញលក្ខណៈបើគិតតែប៉ុណ្្នឹងហើយរៀនល្មមឬក៏រៀនលំអីអញ្ចឹងគឺអត់អាចទៅរួចទេដោយសារតែសម័យនេះវាមាន AI សម្រាប់ប្រើប្រាស់ច្រើនអញ្ចឹងហើយដែលធ្វើឲ្យការសិក្សាឬក៏ការធ្វើអីមួយហ្នឹងគឺវារហ័សវាលឿនអ្នកដែលរៀនធម្មតាយើងត្រូវការចំណាយពេលរៀននៅ framework មួយរយៈពេល5ខែអីឥឡូវនេះអត់ចាំបាច់គិតអីច្រើនទេដោយសារតែ document ឬក៏អីមួយចំនួនហ្នឹងយើងអាចស្វែងរករៀនបានច្រើនកន្លែង
ពេលខ្លះសឹងតែយើងអត់ចាំបាច់ទិញមេរៀនឬក៏ទិញ course មួយរៀនទេគឺយើងតែនៅ framework ហ្នឹងមើល document របស់គេឬក៏ប្រើប្រាស់ AI ដើម្បីបង្កើតនៅប្រដាកមួយចំនួនទៅគឺយើងនឹងស្វែងយល់ពី project នឹងបានច្បាស់លាស់ហើយមួយទៀតនៅក្នុងនាមជា web developer ក្រុមហ៊ុនគេជួលយើងមកអត់មែនឲ្យយើងគិតតែពីការសេកូដមួយយ៉ាងទេគឺមានន័យថាគេចង់ឲ្យយើងជួយដោះស្រាយនៅបញ្ហារបស់គេអញ្ចឹងអ្នកនរគ្នាត្រូវដឹងកន្លែងនេះថាក្នុងនាមយើងជា programmer ឬក៏ developer ម្នាក់យើងមិនមែនជាអ្នកដែលគ្រាន់តែសរសេរកូដទេមានន័យថាយើងជាអ្នកដែលដោះស្រាយនៅបញ្ហាឲ្យគេផងដែរអញ្ចឹងទៅនៅពេលដែលមានបញ្ហាគឺយើងត្រូវតែដោះស្រាយឲ្យធ្វើម៉េចឲ្យវាស្រួលការប្រើប្រាស់នោះវាស្រួលអញ្ចឹងរៀងហត់តិចហើយអ្នកនរគ្នាគុំគិតថានៅក្នុងវិស័យនេះគឺយើងលេងសើចអីអញ្ចឹងមួយទៀតខ្ញុំក៏ចង់និយាយទាក់ទងនឹងបងឬក៏បងប្អូនដែលគាត់ទើបនឹងចេញសិក្សានៅក្នុងឆ្នាំទី1ទី2ទី3អីទេមានន័យថាព្យាយាមធ្វើម៉េចយើងអាចបង្កើតនៅបដាឲ្យបាននៅកាន់នៅក្នុងដៃមានន័យថាយើងធ្វើបដាមួយមិនថានេះទេអត់ចាំបាច់ធ្វើធំពេកធ្វើទូចក៏បានដែរធ្វើបានច្រើនគ្រាន់ទៅហើយបច្ចុប្បន្ននេះក៏មានកន្លែងមួយចំនួនដែល free នៅ hosting free នៅអីដែរអញ្ចឹងយើងអាចដាក់ project របស់យើងហោះចូលទៅហើយមួយទៀតបដាមួយរបស់យើងក៏អាចតម្លាក់នៅក្នុង GitHub របស់យើងបានដែរអញ្ចឹងហេតុអីបានជាខ្ញុំលើកទឹកចិត្តឲ្យធ្វើបដាឬក៏ធ្វើ project ក៏បានច្រើនភាសាទី1គឺយើងស្វែងយល់ពី workflow ការងារដែលយើងដោះស្រាយស្វែងយល់ពីបញ្ហាស្វែងយល់និយាយទៅស្វែងយល់ពី project នឹងហ្មងថាធ្វើម៉េចឲ្យអ្នកដែលប្រើប្រាស់ហ្នឹងគាត់អាចសម្រួលការងាររបស់គាត់បានអញ្ចឹងទៅហើយមួយទៀតហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺនៅពេលដែលយើងចង់ធ្វើការងារនៅកន្លែងណាមួយយើងចង់ apply ការងារណាមួយយើងយក project ដែលយើងបានធ្វើហ្នឹងបង្ហាញទៅគេអញ្ចឹងវាកាន់តែងាយស្រួលធ្វើឲ្យគេមើលមកគេចាប់អារម្មណ៍យើងច្រើនជាងអញ្ចឹងដោយសារតែគេមើលឃើញថាយើងធ្លាប់ឆ្លងកាត់នៅក្នុងការបង្កើតឬក៏ការធ្វើ project ហើយអញ្ចឹងវាកាន់តែងាយស្រួលនៅពេលដែលយកយើងមកប្រើប្រាស់អញ្ចឹងទៅចា៎ហ្នឹងគឺជាចំណុចដែលសំខាន់ខ្ញុំពិតជាលើកទឹកចិត្តមែនទែនឲ្យបងឬក៏បងប្អូនដែលទើបចាប់ផ្ដើមហ្នឹងគាត់ព្យាយាមបង្កើត project ហើយការបង្កើត project ហ្នឹងអាចប្រើប្រាស់ AI ក៏បានដែរប៉ុន្តែត្រូវប្រកាសថាយើងបានពិនិត្យឬក៏ស្វែងយល់ពីកូដនឹងច្បាស់អញ្ចឹងហើយយើងតេស្តយើងអីទៅឲ្យបានច្រើនមានន័យថាខ្ញុំអត់ហាមឃាត់នៅក្នុងការប្រើប្រាស់ AI នៅក្នុងការសរសេរកូដទាំងអស់ហ្នឹងទេប៉ុន្តែយើងត្រូវមានន័យថាយើងផាសព្រមទៅអញ្ចឹង AI ផ្ដល់ឲ្យប្រមាណយើងត្រូវស្វែងយល់ពីការសរសេររបស់វាសរសេរមិនខ្លះអញ្ចឹងខ្ញុំជេរដោយអស់សំណើចមួយទៅមានពេលខ្លះខ្ញុំពិនិត្យនៅកូដដែល AI វាសរសេរហើយខ្ញុំខឹងវាខ្ញុំសរសេរជេរវាតែម្ដងដោយសារតែវាសរសេរមកមានកន្លែងមួយចំនួនដែលវាអាក្រក់បដ ாய் វាសរសេរកូដបែបអាក្រក់មកអញ្ចឹងហើយទាំងដែលយើងទិញ subscription របស់វាទៀតហើយវាផ្ដល់កូដមកអញ្ចឹងខ្ញុំខឹងខ្ញុំជេរវាពី3ដងរហូតក្នុងម៉ែ project មួយហ្នឹងមិនដឹងតែខ្ញុំថាវាប៉ុន្មានដងអីដោយសារតែវាសរសេរកូដមកគឺបែប repeat ផងបែបខុសលក្ខណៈថាខុស logic វាធ្វើឲ្យខុស logic ឬក៏វាខុសនៅក្នុងគម្រោងរបស់យើងយកកូដហ្នឹងទៅផាសដឹងតែខុសហ្មងអញ្ចឹងអាការស្វែងយល់ទាំងអស់ហ្នឹងហើយដែលវាជាហេតុផលមួយដែលធ្វើឲ្យនៅពេលដែលយើងធ្វើការងារជាក់ស្ដែងយើងអាចនឹងយល់ពីបញ្ហាហ្នឹងថាអូខេ project របស់គេមានបញ្ហានេះអញ្ចឹងវានៅកន្លែងណាវានៅត្រង់ណាអីអញ្ចឹងទៅតែយើងអត់មានមូលដ្ឋានគ្រឹះយើងអត់បានឆ្លងកាត់នៅ project អស់ហ្នឹងទេអត់ស្វែងយល់ពី structure code អស់ហ្នឹងទេគឺយើងចប់ហើយយើងអត់អាចធ្វើបានទេពិតមែនហើយអ្នកនរគ្នាដែលយើងថាបច្ចុប្បន្នក្រុមហ៊ុនគេប្រើ AI ដូច្នេះហើយការងារអាចនឹងរៀងពិបាករកបន្តិចដោយសារតែគេអាចកាត់បន្ថយដោយសារតែបច្ចុប្បន្នគេអាចកាត់បន្ថយបុគ្គលិកចឹងឧទាហរណ៍ថាពីមុនក្នុងមួយ project ចំណាយ10នាក់អីចឹងទៅគេកាត់បន្ថយមកនៅត្រឹម5នាក់ឬក៏6នាក់អីចឹងទៅចា៎ហ្នឹងគឺជារឿងមួយដែលយើងគួរតែដឹងផងដែរយើងត្រូវស្វែងយល់ថានៅក្នុងចំណោម10នាក់ហ្នឹងហេតុអីបានគេយក5នាក់ហ្នឹងចេញហើយមិនបានគេទុកយើងម្នាក់អញ្ចឹងក៏យើងត្រូវដឹងអារឿងហ្នឹងផងដែរមកវិញឆ្ងាយគ្រាន់ហើយដែរយើងមិនដឹងថារកទីបញ្ចប់តាណានៃ podcast របស់យើងទេ
ចឹងសរុបសេចក្តីមកវិញសម្រាប់ខ្ញុំអត់បដិសេធទៅលើថា AI អាចបង្កើតនេះបង្កើតនោះបានទេគឺ AI វានៅតែមានកម្រិតនៅក្នុងការបង្កើតហើយទៅថ្ងៃអនាគតបើសិនជាវាអាចបង្កើតដល់បច្ចេកធំបានមែនក៏នៅតែត្រូវការមនុស្សនៅមើលថែបច្ចេកមួយហ្នឹងត្រូវការសម្រួលបច្ចេកមួយហ្នឹងឬក៏អាច feature ចឹងក្នុងនាមយើងជាprogrammer ឬក៏ជា web developer ម្នាក់យើងអត់ចាំបាច់ត្រូវភ័យព្រួយបារម្ភខ្លាចបាត់បង់ការងារឬក៏រកការងារអត់បានអីចឹងទេហើយមួយទៀតនៅក្នុងសម័យ technology មួយនេះយើងក៏គួរតែមានន័យថាគួរតែប្រើប្រាស់ឬក៏ដើរឲ្យបានលឿនជាមួយនឹងពួកវាអញ្ចឹងហើយមួយទៀតជាសារចុងក្រោយការធ្វើការងារនៅក្នុងការងារមួយហ្នឹងគឺត្រូវការភាពអត់ធ្មត់ឬក៏ស៊ូទ្រាំជាមួយវាបន្តិចដោយសារតែបច្ចុប្បន្នគឺការធ្វើហ្នឹងគឺវាលើសកម្រិតពេកវាហួសអញ្ចឹងទៅវាធ្វើឲ្យយើងហត់នឿយនឹងការធ្វើការងារហ្នឹងបើសិនជាយើងទ្រាំបានអត់អីទេហើយយើងទ្រាំអត់បានមានន័យថាត្រូវ relax ខ្លះអញ្ចឹងនៅក្នុង podcast ហ្នឹងប៉ុណ្្នឹងឯងខ្ញុំអត់ចែកលេខអីច្រើនទេខ្ញុំថាខ្ញុំមានរឿងចង់និយាយឬក៏ចែកលេខបានច្រើនជាងនេះអញ្ចឹងប៉ុន្តែនៅពេលដែលនិយាយមកច្រើនពេកអញ្ចឹងទៅបាត់ដើមបាត់ចុងអញ្ចឹងទៅអញ្ចឹងនៅក្នុង podcast មួយនេះខ្ញុំនិយាយតែប៉ុណ្្នឹងសិនចុះអញ្ចឹងបើមានអីដែលខ្ញុំចង់ចែកលេខបន្តខ្ញុំនឹងចែកលេខទៀត